ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញពីមុខម្ហូបមួយមុខដែលហៅថាខកង្កែបមុនដំបូងយើងត្រូវតែយកកង្កែបមកកាប់វាជាដុំតូចៗល្មមប៉ុន្តែយើងកុំកាប់ទូចពេកនៅពេលយើងខទៅពេលដែលឆ្អិនទៅគឺយើងរួមតូចវាពិបាកនឹងញ៉ាំបន្ទាប់មកយើងយកខ្ទឹមសនិងខ្ញីចិញ្ច្រាំម៉ដ្ឋដើម្បីយកទៅឆឹងជាមួយនឹងស្ករដើម្បីឡើងភាពឈ្ងុយបន្ទាប់មកយើងយកខ្ទឹមខ្យល់យកមកហាន់ស្តើងៗបែបនេះសម្រាប់ទុករោយពីលើម្ហូបពេលយើងឆារួចរាល់បន្ទាប់មកយើងដល់វគ្គយើងឆាចាប់ផ្ដើមដំបូងយើងយកខ្ទះមកបើកភ្លើងឲ្យក្តៅហើយយើងចាក់ប្រេងអូលីវឬក៏ប្រេងឆាបន្ទាប់មកយើងយកស្ករត្នោតមួយស្លាបព្រាបាយដើម្បីយកមកវារំលីងឲ្យឡើងភាពឈ្ងុយហើយឡើងពណ៌ស្អាតបន្ថែមទៀតនៅពេលដែលយើងលីងស្ករត្នោតឲ្យឡើងក្រហមស្អាតហើយឡើងឈ្ងុយហើយយើងត្រូវយកខ្ទឹមសខ្ញីដែលយើងចិញ្ច្រាំមិញដាក់ចូលលីងបន្ថែមទៀតឡើងភាពឈ្ងុយបញ្ជាក់ដោយសារតែខ្ញុំមានខ្ទឹមលីងស្រាប់អញ្ចឹងខ្ញុំដាក់ចូលតែម្ដងបន្ទាប់មកយើងបើកភ្លើងបន្ថែមយើងចាក់ទឹកស៊ុបចូលបន្ថែមដើម្បីឲ្យវារលាយចូលគ្នាជាមួយនឹងទឹកស៊ុបហើយនិងស្ករដោយសារតែហាងរបស់ខ្ញុំមានទឹកស៊ុបស្រាប់អញ្ចឹងខ្ញុំដាក់បន្ថែមជំនួសទឹកសុទ្ធអញ្ចឹងយើងបន្ទាប់មកយើងដាក់អំបិលមួយចុងស្លាបព្រាបន្ទាប់មកយើងដាក់ប៊ីចេងមួយចុងស្លាបព្រាដូចគ្នាយើងដាក់ម្សៅស៊ុបរ៉ូឌីដាក់មួយចុងស្លាបព្រាដូចគ្នាបន្ទាប់មកបងប្អូនត្រូវដាក់ទឹកស៊ីអ៊ីវខាប់ចំនួន2ស្លាបព្រាកាហ្វេប៉ុន្តែបងប្អូនត្រូវជ្រើសរើសទឹកស៊ីអ៊ីវណាដែលមានក្លិនឈ្ងុយល្អបានធ្វើឲ្យខកង្កែបរបស់យើងមានក្លិនកាន់តែឈ្ងុយបន្ទាប់មកយើងដាក់ប្រេងខ្យងចំនួន1ស្លាបព្រាប៉ុន្តែបងប្អូនត្រូវជ្រើសរើសប្រេងខ្យងណាដែលមានរសជាតិឆ្ងាញ់បើបងប្អូនពិបាកក្នុងការទិញគ្រឿងទេសទាំងអស់នេះបងប្អូនអាចទៅផ្សារអូរស័យអាចទៅច្រកទី10បន្ទាប់មកយើងចាក់ទឹកស៊ីអ៊ីវធម្មតាចំនួន1ស្លាបព្រាបាយបន្ថែមទៀតសាតេសញ្ញាឃ្លោកប៊ីចំនួន1ស្លាបព្រាបាយបន្ទាប់មកខ្ញុំបានដាក់បន្ថែមគ្រឿងទេសដែលខ្ញុំឆាទុកដើម្បីដាក់ខកង្កែបនេះស្រាប់គ្រឿងទេសនេះអាចប្រើបានគ្រប់ម្ហូបហើយចាក់កង្កែបចូលបើបងប្អូនចង់ឆាទុកលក់ឬក៏ចង់ឆាទុកថ្ងៃក្រោយបងប្អូនកុំឆាឲ្យឆ្អិនគ្រាន់តែឆាវាពី3ត្រឡប់ទៅទុកនៅក្នុងទូទឹកកកថ្ងៃក្រោយបងប្អូនអាចយកមកឆាកម្ដៅវាអាចហូបបានហើយបន្ទាប់មកបងប្អូនត្រូវឆាកង្កែបនេះជាមួយនឹងទឹករសជាតិដែលយើងផ្សំឲ្យវាចូលជាតិគ្នារហូតដល់ទឹកនៅពេលដែលបងប្អូនឆាដល់ទឹកហើយបងប្អូនត្រូវទៅថែមទឹកសុទ្ធឬទឹកស៊ុបបន្ថែមដើម្បីឲ្យវាឆ្អិនល្អបន្ទាប់មកបងប្អូនគ្រាន់តែយកខ្ចីហាន់និងខ្ទឹមចុងដែលយើងហាន់អំបាញ់មិញដាក់ចូលបន្ទាប់មកយើងឆាវាត្រឡប់ឲ្យសព្វជាការស្រេចតែប៉ុណ្ណឹងបងប្អូនបានខកង្កែបដ៏ឈ្ងុយឆ្ងាញ់សម្រាប់ញ៉ាំមួយបបរសឬក៏បាយក៏បានដែរអរគុណសម្រាប់ការទស្សនាទាំងអស់គ្នាអរគុណបងប្អូន